របៀបធ្វើលំហាត់ប្រាណបើសិនជាអ្នកទាំងអស់គ្នាអត់ control negative ទេអ្នកទាំងអស់គ្នានឹងបាត់បង់ឱកាសសម្រាប់ការលូតលាស់សាច់ដុំសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះសេរីងប់ហើយអ្នកទាំងអស់គ្នាតែងតែស្គាល់ខ្ញុំហើយគឺនាងខ្ញុំតែងតែចេញវីដេអូសម្រាប់ការហាត់ប្រាណនៅក្នុងវីដេអូមួយនេះនាងខ្ញុំចង់និយាយអំពីតិចនិចតូចមួយដែលអ្នកទាំងអស់គ្នាគួរតែធ្វើនៅក្នុងពេលអំឡុងការហាត់ប្រាណប្រសិនបើអ្នកទាំងអស់គ្នាចង់ឲ្យសាច់ដុំលូតលាស់លឿនដោយតិចនិចមួយនេះគឺនាងខ្ញុំដាក់ឈ្មោះឲ្យ control the negative ស្ទើរតែគ្រប់លំហាត់ strength training ទាំងអស់គឺបែងចែកជាពីរដំណាក់កាលទី1គឺ positive ដំណាក់កាលនេះគឺពាក្យបច្ចេកទេសគឺគេហៅថា concentrate ដំណាក់កាលនេះគឺគេសំដៅទៅលើចលនាលំហាត់គឺមានលើកទាញឬក៏រុញហើយដំណាក់កាលទី2គឺ negative ហើយពាក្យបច្ចេកទេសរបស់វាគឺ easy trade វាគឺជាដំណាក់កាលមួយដែលយើងទាំងអស់គ្នាទម្លាក់លេងទម្ងន់ទៅទីតាំងដែលយើងចាប់ផ្ដើមដំណាក់កាលទី2នេះហើយអ្នកហាត់ប្រាណមួយចំនួនតែងតែមើលរំលងតាមពិតទៅចលនា negative គឺសំខាន់ដូចចលនា positive ដែរហើយវាអាចសំខាន់ជាងចលនា positive នៅក្នុងក្លឹបហាត់ប្រាណគឺអ្នកខ្ញុំជឿថាអ្នកទាំងអស់គ្នានឹងឃើញអ្នកដែលគាត់លើកដុំដែកនៅពេលដែលគាត់លើកហើយទម្លាក់ចុះមកវិញខ្លះក៏លើកទម្ងន់ហើយទម្លាក់ចុះមកក្រោមវិញដោយពួកគាត់មិនបានដឹងពីរបៀបគ្រប់គ្រងសាច់ដុំរបស់គាត់ហើយពួកគាត់ងាយនឹងរងផលប៉ះពាល់នៅក្នុងការលូតលាស់សាច់ដុំមកវិញតាមពិតទៅគ្រប់ការលំហាត់ប្រាណទាំងអស់គឺនាងខ្ញុំណែនាំឲ្យអ្នកទាំងអស់គ្នាទៅហាត់ប្រាណមានគ្រូដើម្បីឲ្យគាត់ជួយបង្រៀនយើងពីរបៀបបញ្ចេញកម្លាំងឬក៏បញ្ចូលខ្យល់ដង្ហើមរបស់យើងចូលទៅកាន់ទីតាំងដែលយើងចាប់ដើមនិងទីតាំងដែលយើងបញ្ចប់វាទៅវិញហើយអ្នកទាំងគ្នាតែងតែឃើញហើយអ្នកដែលហាត់ប្រាណគឺគេអត់មានចេះតែហាត់ទេអ្នកទាំងគ្នាគឺគេហាត់ប្រាណមកក្បាច់គឺគេមានទិសដៅនិងមានគោលដៅរបស់គេច្បាស់លាស់នៅពេលដែលគេមានគោលដៅមួយដែលច្បាស់លាស់គឺគេងាយនឹងទទួលបានរាងមួយដែលស្អាតហើយនឹងសុខភាពល្អដូចគ្នាហើយវីដេអូរបស់នាងខ្ញុំគឺមានតែប៉ុណ្្នឹងឯងអ្នកទាំងគ្នាបើសិនអ្នកទាំងគ្នាចង់បានវីដេអូក្រោយទៀតកុំភ្លេចចូល comment នាងខ្ញុំនឹងបង្កើតវីដេអូហាត់ប្រាណនៅពេលក្រោយទៀតហើយនេះគឺជាវីដេអូសម្រាប់ក្រោយការហាត់ប្រាណរបស់ខ្ញុំគឺនាងខ្ញុំញ៉ាំជាប្រភេទសរីរាង្គបែបហ្នឹង